Real Madrid ឈ្នះទាំងសព្រែកពីក្រុង Celta Vigo 3-2 2នឹង Celta Vigo តាមស្មើ3ស្មើទៀតរបស់យើងអ្វីមែននេះនៅក្នុងចុងម៉ោងបើសិនបើជា Celta Vigo ហ៊ានតែតាមស្មើ3ស្មើនេះចប់ការប្រកួតនោះឱកាសក្នុងការបញ្ចេញពាន La Liga របស់ Real Madrid គឺហាក់បីដូចជាកាន់តែឃ្លាតឆ្ងាយទៅហើយយ៉ាងណាមិនថ្មីទេ Real ធ្វើការបិទព្យាយាមបិទចុងម៉ោងគឺឈ្នះដល់លទ្ធផល3-2មានឱកាសដល់មុខគេ 3-0 មុនទៅហើយ Real Madrid ហាក់បីដូចជាបណ្ដោយឲ្យ Celta Vigo រកបាន2គ្រាប់ទៅវិញនៅក្នុងនាទីទី7ធ្វើឲ្យ Celta Vigo មានកម្លាំងចិត្តក្នុងការលេងហើយព្យាយាម build up លេងវិញសម្រុកទៅកាន់ក្រុម Real Madrid 3នឹងសម្រេចគ្រាប់បាល់ចុងម៉ោងទៅហើយប៉ុន្តែយ៉ាងណាគឺត្រូវបានជួយសង្គ្រោះពីអ្នកចាំទីទីបាត់កូត័ជុំវិញល្អណាស់ប៉ុន្តែកីឡាករដែលល្អប្រចាំការប្រកួតជុំវិញគឺបានទៅកាន់អាពេ3គ្រាប់របស់ Real រកបានដោយ Arda Güler សុទ្ធស្អាតមែនទែននៅនាទីទី33 Mbappe នាទីទី44ក៏សុទ្ធស្អាតដែរហើយមួយគ្រាប់ទៀតគឺ Mbappe នាទីទី48តាមតង់ទី2ណែ2គ្រាប់របស់ក្រុម Celta Vigo រកបានវិញដោយកីឡាករ Javi Rodriguez ការលេងបាល់ set pick corner នាទីទី64និងកីឡាករ Svelberg ផ្លាស់ប្ដូរចូលនៅក្នុងចុងម៉ោងតង់ទី2សម្បត្តិនៅក្នុងនាទីទី76យ៉ាងណាគឺ Celta Vigo ជំនាញគឺសុទ្ធបានច្រើនជើងដែរហ្នឹង14ជើងបងប្អូនយើងចំគោលដៅរហូតដល់ទៅ7ជើង Real Madrid ដែលជាម្ចាស់ផ្ទះហ្នឹងគឺសុទ្ធបានត្រឹមតែ17ជើងទេលើ Celta Vigo តែ3ជើងគាត់ហើយចំគោលដៅវិញគឺបានតែ6ជើងទេបងប្អូនយើងយ៉ាងណាក៏អបអរសាទរទៅដល់ក្រុម Real ដែរដែលអាចយកឈ្នះ Celta Vigo 3-2ទាំងប្រផិតប្រផោយយ៉ាងតានតឹងហើយសព្រែទៀត3បន្ទុកនេះគឺធ្វើឲ្យ Real Madrid គឺតាមពីក្រោយ Barca ត្រឹមតែ4បន្ទុកទេមានចំនួន75បន្ទុកហើយ Barca គឺមាន79បន្ទុកបងប្អូនយើងការប្រកួតគឺនៅសល់4សប្តាហ៍ទៀតខណៈដែលអាទិត្យក្រោយគឺ Real Madrid ត្រូវប៉ះគ្នាជាមួយនឹង Barca នៅក្នុងជើងទី2 La Liga នៅឯទឹកដី Barca ក្នុងម៉ោង 9:15 នាទីហើយបងប្អូនយើងចូលចំណាដែរចំពោះទម្រង់នៃ Real ការបាញ់មិញនេះអាចខមមិននៅខាងក្រោមវីដេអូនេះបានជួបគ្នានៅទឹកក្រោយជាបន្តទៀតអ្នកទាំងអស់គ្នាយកសម្បត្តិទៅមើលបាល់ថ្ងៃទី10ឬក៏ទៅ date ជាមួយនឹងមនុស្សម្នាក់ស្គាល់អ្នកទាំងអស់គ្នាអាចជាវនឹងទិញសម្បត្តិនេះបាននៅថ្ងៃស្អែកបងប្អូនយើងហើយការលក់នឹងគឺពីទីតាំងបើយោងតាមការផុសរបស់ page ផ្លូវការរបស់ Club Prakadi ស្វាយរៀងណាទី1គឺនៅរោងភាពយន្ត Eden Garden នៅឯបង្កក់បងប្អូនយើងកន្លែងដែលគេលក់សម្បត្តិកាលពីថ្ងៃទី1និងមួយទៀតគឺនៅសួនច្បារអាគារវត្តមាអញ្ចឹងគឺពីកន្លែងនេះបងប្អូនយើងអាចរកទិញបានសម្បត្តិដោយសារតែគេដាក់លក់បន្ថែមបើកៅអីបន្ថែមអញ្ចឹងខ្ញុំមិនដឹងថាសម្បត្តិហ្នឹងគេលក់បន្ថែមហ្នឹងប្រហែលពាន់ទៅប្រហែល10000សន្លឹកទេបើសិនជាបងប្អូនយើងចង់បានព្រឹកស្អែកទៅលឿនទេទៅព្រោះថាសម្បត្តិរាល់ដងដាក់លក់about 9លេងម៉ោងត្រឹម10មិន10អីប្រកាសលក់ថាអស់លេងហើយអញ្ចឹងស្អែកហ្នឹងបើសិនជាមិនទាន់មានសម្បត្តិអ្នកដែលមិនទាន់បានទិញណាទៅ Eden Garden នៅបង្កក់ហ្នឹងហើយមួយទៀតគឺនៅសួនច្បារអាគារវឌ្ឍនៈអានេះគឺជាការអាប់ដេតរឿងសម្បត្តិបងប្អូនយើងចំណែក admin គឺបាននេះតែប៉ុណ្្នឹងទេគឺបានដូចជា5 6សន្លឹកទេក្រុមការងារ admin នឹងទៅធ្វើការផ្ដិតវីដេអូក៏ដូចជាធ្វើប្លុកជូនបងប្អូនយើងទស្សនាណាហើយបញ្ជាក់តិច admin គឺអត់មានការចែកអត់មានការលក់តទេបងប្អូនយើងអាចទៅរកទិញបានហើយក្នុងនេះគេបញ្ជាក់ដែរសម្រាប់ម្នាក់គឺទិញបានត្រឹមតែ2សម្បត្តិតែប៉ុណ្ណោះម្នាក់ទិញបានតែ2សម្បត្តិទេនៅថ្ងៃស្អែកនេះអញ្ចឹងកុំភ្លេចទៅទិញទាំងអស់គ្នានៅ Eden Garden បង្កក់និងសួនច្បារអាគារវឌ្ឍនៈអរគុណច្រើនកុំភ្លេចជួយ share វីដេអូនេះចែកជូនទៅកាន់ប្រិយមិត្តយើងដទៃឲ្យគាត់បានដឹងមកស្អែកទៅទិញសម្បត្តិទាំងអស់គ្នាអរគុណច្រើនជម្រាបលា